បើសិនជាអ្នកផ្សេងទៅរៀបសហគមន៍ពិតណាស់អាចមិនយកកតាបច្ចេកទេសមកដាក់ប៉ុន្តែបើក្រសួងកសិកម្មទៅរៀបសហគមន៍យើងមិនអាចទៅធ្វើសហគមន៍មួយហើយឲ្យគាត់យកប្រេងទ្រាប់ទៅដាំនៅដីស្រែមែនទេបើសិនជាយើងពិនិត្យឃើញថាកន្លែងហ្នឹងអត់មានសក្តានុពលទៅជាសហគមន៍កើតក៏យើងមិនទៅរុញគាត់ទៅធ្វើសហគមន៍ដែរអញ្ចឹងបានសួរថាម្ដងថ្ងៃនេះមានសហគមន៍ទំនើបលើស្វាយនៅតើមានទេមូលហេតុអីបានមិនមានសហគមន៍ទំនើបលើស្វាយអត់ទាន់រកទីផ្សារស្វាយបានសម្រាប់ជួយស្វាយនៅឡើយទេថ្ងៃនេះមានសហគមន៍ទំនើបលើដលងមីនៅស្ថានភាពរបស់យើងថ្ងៃនេះអត់មានលទ្ធភាពក្នុងការប្រមូលទិញដលងមីធ្វើ contract farming ណាប៉ុន្តែសួរថាមានសមត្ថភាពធ្វើស្រូវមានស្រូវយើងមានម្រេចមានទេមានចន្ទទីមានទេមានយើងមិនធ្វើដើម្បីបានតែរូបភាពទេយើងធ្វើដើម្បីបានប្រសិទ្ធភាពពិតប្រាកដជូនសមាជិកសហគមន៍ជូនបងប្អូនជាកសិករយើងបាទទី1គាត់លើកឡើងពីបញ្ហាដីទី2គឺគាត់ស្ទាក់ស្ទើរទៅលើទីផ្សារទី3គាត់មិនទាន់ជឿទុកចិត្តថាសហគមន៍នឹងអាចដើរបានយូរអង្វែងប៉ុណ្ណាគាត់ធ្លាប់ចូលសហគមន៍កន្លងមកចូលហើយក៏សហគមន៍នឹងស្លាប់ទៅវិញហើយទី4ហ្នឹងគឺគាត់និយាយអំពីពេលដែលលក់ទៅគេអាចបន្ទាបតម្លៃទៅតាមអ្វីដែលគេថាអញ្ចឹងទៅចា៎បាទអូខេ4ចំណុចណាចា៎4ចំណុចហ្នឹងចា៎ចំណុចទី3ខ្ញុំចាប់អារម្មណ៍ជាងគេចំណុចដែលថាធ្លាប់ចូលសហគមន៍ទៅសហគមន៍អត់ដើរខ្ញុំមិនសូវជឿចំណុចនេះទេមូលហេតុបើយើងមើល statistic សហគមន៍យើងមាន1400ជាងសហគមន៍1400នេះរាប់មនុស្សទៅតិចណាស់អញ្ចឹងកសិករច្រើនណាស់ដែលគាត់នៅក្រៅសហគមន៍ទាំងសហគមន៍ចាស់ទាំងសហគមន៍ថ្មីសហគមន៍ថ្មីយើងហ្មងរាប់បានលើបាក់ដៃហ្នឹងអញ្ចឹងបើថាគាត់ធ្លាប់ចូលហើយបរាជ័យក៏ដូចជាអត់ត្រូវព្រោះអីថាសហគមន៍ចាស់បរាជ័យអត់មានខាតអីទេបាទគាត់ចូលហ៊ុនគ្នាប្រហែល 20000 50000 ប៉ុណ្ណឹងឯងរឿងដោយឡែកឯងខ្ញុំគិតថាចំណុចទី4គឺមិនចំទេប៉ុន្តែចំណុចទី1ដែលនិយាយថាកែងលោដីគាត់ធ្វើមិនកើតកន្លែងនេះដែលខ្ញុំជំរាបថាពេលដែលយើងទៅធ្វើសហគមន៍បើសិនជាអ្នកផ្សេងទៅរៀបសហគមន៍ពិតណាស់អាចមិនយកកតាបច្ចេកទេសមកដាក់ប៉ុន្តែបើក្រសួងកសិកម្មទៅរៀបសហគមន៍យើងមិនអាចទៅធ្វើសហគមន៍មួយហើយឲ្យគាត់យកប្រេងទ្រាប់ទៅដាំនៅដីស្រែមែនទេបាទទី1ថាដីស្រែរបស់គាត់ហ្នឹងនៅឯណាពិតប្រកបទៅអត់ស្ថានភាពដីមិនផលិតបានប្រមាណជាទូទៅមុននឹងយើងចាប់ផ្ដើមយើងធ្វើ baseline ជាមួយគាត់រួចហើយបើសិនជាយើងពិនិត្យឃើញថាកន្លែងហ្នឹងអត់មានសក្តានុពលទៅជាសហគមន៍កើតក៏យើងមិនទៅរុញគាត់ទៅធ្វើសហគមន៍ដែរបាទឥឡូវឧមាចឹងកន្លែងខ្លះ efficiency គាត់ពេញតែហ្មងគាត់ធ្វើស្រែ3ដងរួចហើយតម្លៃជីរបស់គាត់ក៏ទិញនៅម្ដុំហ្នឹងវាទៀបរួចទៅហើយជាពិសេសអ្នកនៅតាមព្រំដែននេះបាទអ្នកនៅតាមព្រំដែននិយាយត្រង់គាត់ទិញជីថោកជាងអ្នកនៅឆ្ងាយពីព្រំដែនដែលមានប្រភពគ្រប់គ្រងជីអញ្ចឹងទីផ្សារគាត់ក៏នៅក្បែរហ្នឹងអីក៏នៅក្បែរហ្នឹងតើយើងមានការចាំបាច់សម្រាប់នឹងរុញគាត់ទេក៏យើងមិនទៅរុញដែរមិនរុញសកលចូលឡានទេកន្លែងហ្នឹងគឺយើងមើលច្បាស់លាស់ណាស់បានយើងដើរទៅមុខអញ្ចឹងអត់បខំគាត់ឲ្យធ្វើដីអីដែលគាត់មិនអាចធ្វើបានពីរមិញអីគេរឿងថាថ្លៃណាបើនិយាយរឿងថ្លៃអញ្ចឹងដូចតែគ្នាប៉ុន្តែជាទូទៅពេលដែលខ្ញុំធ្វើសហគមន៍បងប្អូនយើងរៀបចំធ្វើសហគមន៍គឺគាត់តែងតែវាយតម្លៃថាទីផ្សារនៅណាបើអត់មានទីផ្សារគឺយើងអត់ទាន់ធ្វើទេអញ្ចឹងបានសួរថាម្ដងថ្ងៃនេះមានសហគមន៍ទំនើបលើស្វាយនៅអត់ទាន់មានទេមូលហេតុអីបានមិនមានសហគមន៍ទំនើបលើស្វាយអត់ទាន់រកទីផ្សារស្វាយបានសម្រាប់ជួយស្វាយនៅឡើយទេថ្ងៃនេះមែនទេមានសហគមន៍ទំនើបលើដលងមីនៅស្ថានភាពរបស់យើងថ្ងៃនេះអត់មានលទ្ធភាពក្នុងការប្រមូលទិញដលងមីធ្វើ contract farming ណាបាទប៉ុន្តែសួរថាមានសមត្ថភាពធ្វើស្រូវមានស្រូវយើងមានម្រេចមានទេមានចន្ទទីមានទេមានណាកៅស៊ូធ្វើទេអត់ធ្វើទេព្រោះកៅស៊ូគាត់ជាជ័រគាត់លក់ចេញទៅគាត់មានទីផ្សារមានអីគាត់ហើយយើងអត់ចាំបាច់ទៅរៀបចំគាត់ទៅសហគមន៍យើងមិនធ្វើដើម្បីបានតែរូបភាពទេយើងធ្វើដើម្បីបានប្រសិទ្ធភាពពិតប្រាកដជូនសមាជិកសហគមន៍ជូនបងប្អូនជាកសិករយើងបាទអញ្ចឹងបើសិនជាគ្មានប្រសិទ្ធភាពគឺមិនធ្វើអញ្ចឹងកន្លែងមិញនេះថាមានទីផ្សារអត់តើមានបានធ្វើជូនហើយបើអត់មានក៏ប្រាប់ជូនមុនដែរឥឡូវបើទោះបីជាអត់មានណាក៏កន្លែងនេះមានសក្តានុពលក្នុងការកាត់បន្ថយថ្លៃដើមដែរអញ្ចឹងបើយើងទិញជី5-100000ហើយយើងទិញជី3-100000ហើយចុងក្រោយប្រឈមនឹងការមិនដឹងទីផ្សារថ្លៃប្រហែលដូចគ្នាយកឲ្យមួយណាមិនយក2-100000យ៉ាងហោចណាស់ក៏ចំណេញបាន20000នៅមួយបេទុកដែរ